បាទជំរាបសួរពុកម៉ែបងប្អូនបរិសុទ្ធជាទីគោរពរាប់អានថ្ងៃនេះលោកគ្រូចែករំលែកអំពីជំងឺរោគបរិសុទ្ធរោគបរិសុទ្ធមួយចំនួនគឺឆ្លងតាមការរួមទំនេរដូចជាជំងឺត្រីកូម៉ាណាណានៅក្នុងពោះនោមជំងឺប្រមេះទឹកបាយប្រមេះទឹកខ្លាំងនៅក្នុងពោះនោមជំងឺដំបៅស្វាយជំងឺដំបៅប្រភេទជំងឺពងបែកជំងឺដុំសាច់សេមាន់ភាគច្រើនគឺឆ្លងតាមការរួមទំនេរសម្រាប់ជំងឺផ្សិតនៅអូនតូចអ្វីត្បិតតែមុនដំបូងវាមិនឆ្លងតាមការរួមទំនេរក៏ប៉ុន្តែនៅពេលដែលដៃគូណាមួយកើតជំងឺផ្សិតហើយគឺអាចឆ្លងតាមការរួមទំនេរផងដែរមុខសញ្ញានៃជំងឺរោគបរិសុទ្ធហ្នឹងមានដូចជាការធ្វើឲ្យរលាកអូនតូចណាធ្វើឲ្យរមាស់ធ្វើឲ្យហើមណាធ្វើឲ្យរលាកក្នុងពោះនោមណានោមទាស់នោមក្តៅនោមមកកាហាយនោមមកមិនអស់នោមមកជោគឈឺផ្សាឬក៏មានដំបៅមិនឈឺកើតដំបៅឈឺណាកើតជាពងបែកឬកើតដុំសាច់ផលវិបាកនៃជំងឺរោគបរិសុទ្ធហ្នឹងក្រៅពីធ្វើឲ្យមានការឈឺចាប់នៅលើអូនតូចហ្នឹងអាចចម្លងទៅក្រុមគ្រួសារជាពិសេសអាចចម្លងទៅភរិយាហើយភរិយាហ្នឹងអាចចម្លងទៅកូននៅក្នុងផ្ទៃឬក៏អាចចម្លងទៅកូននៅពេលដែលកូនហ្នឹងគាត់ចាប់កំណើតណាហើយចំពោះបរិសុទ្ធយើងអាចធ្វើឲ្យរួមត្បៀតពងនោមយើងអាចមានកូនអាចធ្វើឲ្យស្បែករបស់យើងស្ងួតបែកសកាណាអាចធ្វើឲ្យយើងមានបញ្ហាជូរសក់អាចធ្វើឲ្យយើងនឹងមានបញ្ហាសរសៃឈាមអាចមានបញ្ហាបេះដូងឬក៏អាចមានបញ្ហាភ្លេចឃ្លាំងមានបញ្ហាជក់ចាប់នៅលើដងខ្លួននិងរ៉ាំរ៉ៃអាចមានដំបៅនៅក្នុងខ្លួនដែលយើងមិនដឹងហើយមិនបានព្យាបាលបានទាន់ពេលវេលានឹងអាចធ្វើឲ្យមានបញ្ហាមិនអាចព្យាបាលបានសូមអញ្ជើញទៅមន្ទីរពេទ្យឬក៏ទៅ clinic ជំនាញទាក់ទងនឹងរោគបរិសុទ្ធហ្នឹងតាមដែលអាចធ្វើទៅបានឬក៏ប្រើចំបៃ2ក៏បានចំបៃ2មានឱសថក្នុងការព្យាបាលជំងឺរោគបរិសុទ្ធអញ្ចឹងសម្រាប់រោគបរិសុទ្ធខ្លះយើងប្រើតែថ្នាំផឹកទេឧទាហរណ៍យើងលាបពោះនោមយើងប្រើតែថ្នាំផឹកនេះទេប៉ុន្តែបើសិនជាយើងមានដំបៅណាជាដំបៅផ្សិតក៏ដោយជាដំពងបែកក៏ដោយជាដំបៅឈឺដំបៅមិនឈឺឬក៏ដុំសាច់អីក៏ដោយយើងប្រើគួបជាមួយនឹងថ្នាំសើស្បែកដើម្បីលាបព្យាបាលក្នុងករណីខ្លះយើងប្រើជាមួយនឹងទឹកអនាម័យធម្មជាតិដើម្បីលាងសម្អាតណាអញ្ចឹងបើសិនជាបងប្អូនបរិសុទ្ធកើតរោគបរិសុទ្ធសូមទំនាក់ទំនងតាមលេខទូរស័ព្ទឬក៏ឆាតតាមប្រអប់សារដើម្បីទទួលបានការប្រឹក្សាយោបល់ក៏ដូចជាការព្យាបាលរោគបរិសុទ្ធនឹងដោយឱសថបុរាណចំបៃ2សូមអរគុណ